ngọt anh nha. Chạy tìm anh nhỏ thôi. Trời tí anh. Chân. Bạn ơi. Mình thôi chụp ơi đâu. Chạy tìm anh lọc rạo. Ê. គ្រាន់តែបើកក្បាលវីដេអូមកម៉ែលោកអស់មកចលះបាត់មុខមហុកខ្មែររបស់អ្នកខាតបាត់ដំបងមួយមុខនេះបងប្អូនទាំងអស់គ្នាធ្លាប់ពិសាដែរអត់រូបរាងវាប៉ុណ្ណឹងហើយបងប្អូនទាំងអស់គ្នាអាចទាយដឹងថាវាមានឈ្មោះអីដែរបើសិនជាដឹងសូមជួយ comment នៅខាងក្រោមវីដេអូនេះផងមុខខ្មែរសុទ្ធសាធសូម្បីតែគ្រឿងផ្សំក្នុងនឹងនីមួយៗក៏ជាផលិតផលខ្មែរទាំងអស់ហើយណាមួយក៏យកកាពិកពោតមកធ្វើដែរនិយាយទៅក្នុងប្រទេសខ្មែរយើងគ្មានកាពិណាឆ្ងាញ់ជាងខេត្តកពតទៀតទេកាពិផាវនេះម៉ាក់ខ្ញុំក៏ចេះធ្វើតាំងពីក្មេងក៏ចេះតមកពីម៉ាក់ទូតរបស់ខ្ញុំណាហើយកាពិនេះម៉ាក់ខ្ញុំក៏លក់តាំងពីខ្ញុំនៅទូចម៉ែហក៏លក់តាំងពីមកកំប៉ុង 2000 រហូតដល់ឥឡូវមកកំប៉ុង 10000 បងប្អូននេះគិតមើលសម្រាប់បងប្អូនដែលចេះធ្វើកាពិផាវអាចមើលវីដេអូនេះហើយធ្វើញ៉ាំខ្លួនឯងបានតែកុំនិយាយធ្វើកាពិផាវម្ដងតទិញគ្រឿងទុកមុនមួយថ្ងៃមិនធ្វើតាន់វារៀងហត់តិចមែនប៉ុន្តែយើងទុកវាបានយូរចាំថ្ងៃហ្នឹងខ្ញុំប្រាប់បងប្អូនឲ្យអស់ថាធ្វើកាពិផាវយ៉ាងម៉េចមិនទុកបានពីកន្លះខែទៅមួយខែមានចំណុចពិសេសរបស់វាបើសិនជាចេះធ្វើទេទុកតែ 3-4 ថ្ងៃនឹងដុះផ្សិតហើយគ្រឿងផ្សំដែលយើងត្រូវយកមកធ្វើនេះត្រូវធានាថាវាថ្មីទាំងអស់ណាបងប្អូនទាំងអស់គ្នាដូចជាសណ្តែកដីត្រីឆ្អើរសាច់ជ្រូកវិធីធ្វើកាពិផាវរបស់ខ្ញុំថ្ងៃនេះអាចនឹងខុសប្លែកពីបងប្អូនទាំងអស់គ្នាបន្តិចបន្តួចសូម្បីតែយើងស្ងោរឬមួយក៏ស្លប្រចាំថ្ងៃក៏យើងមានវិធីធ្វើខុសគ្នាដែរចុះតម្រាំតែកាពិផាវពិបាកធ្វើយ៉ាងនេះទៀតនោះវាប្រហែលជាមិនដូចគ្នាទេវាមានតិចនិចប្រចាំគ្រួសាររៀងខ្លួនណាបងប្អូនគ្នាអញ្ចឹងកុំឆ្ងល់អីថាមូលហេតុអីអ្នកបាត់ដំបងដូចគ្នាប៉ុន្តែវិធីធ្វើខុសគ្នាឬមួយក៏ស្រៀកគ្នាបន្តិចបន្តួចបងប្អូនត្រូវចាំថាវិធីធ្វើខុសគ្នារសជាតិចេញមកក៏វាអាចនឹងខុសគ្នាឬស្រៀកគ្នាបន្តិចបន្តួចដែរសាច់ជ្រូកខ្មែរដែលខ្ញុំយកមកធ្វើថ្ងៃនេះគឺដុំផ្លូវដុំត្រង់កន្លែងហ្នឹងវាមានសាច់ច្រើនហាក់សូវមានខ្លាញ់យើងហាន់វាជាដុំទូចហើយក៏ច្រាំវាឲ្យម៉ត់មែនតែនមកត្រីឆ្អើរដែលខ្ញុំយកមកប្រើនេះត្រីតាអោនបងប្អូនទាំងអស់គ្នាអាចយកត្រីឆ្អើរប្រភេទអីមកធ្វើក៏បានដែរតាមចំណង់ចំណូលចិត្តទេត្រីនឹងឡើងឈ្ងុយហើយសាច់វាឡើងខ្ទិះត្រីនឹងងាយស្រួលបេះឆ្អឹងវាអត់សូវចាក់ដៃឯងគាត់ថាយើងបេះឆ្អឹងហើយនឹងបេះក្បាលវាចេញមកញ៉ាំបានទាំងស្បែកវាទៀតត្រីស្រែចំហ្មងម៉ាក់ខ្ញុំក៏ទិញយកមកឆ្អើរខ្លួនឯងធ្វើកាពិផាវចុះត្រីឆ្អើរទៅយាយដាក់ត្រីឆ្អើរច្រើនទៅកាពិផាវរបស់យើងកាន់តែឆ្ងាញ់បេះរួចហើយបុកត្រីឆ្អើរទៅឲ្យម៉ត់មែនតែនបងប្អូនទាំងអស់គ្នាកាពិផាវនេះម៉ាក់ខ្ញុំមានលក់មានសម្រាប់តែបងប្អូនដែលបានមើលវីដេអូនេះឯណាមានអត់សូវជាច្រើនម៉ាណែបងប្អូនទាំងអស់គ្នាទិញតម្លាក់លេខទូរស័ព្ទនៅខាងក្រោមវីដេអូនេះមកកំប៉ុងតម្លៃតែ10000រៀលទេគ្រឿងក្រៅដែលយើងយកមកធ្វើកាពិផាវថ្ងៃហ្នឹងដាក់ឲ្យឡើងមកកប់សេរីតែម្ដងនិយាយទៅដឹងឆ្ងាញ់ហ្នឹងបងប្អូនគ្នាហើយបើទុំនេះដាក់ទឹកជាចូលទៅយើងច្បាច់វាទុកវារីកសិនណាទៅពេលដែលវារីកហើយយើងត្រងយកទៅសាច់អំពិលទុំឯងទុកមកកដប់សិនគ្រឿងក្រៅរបស់យើងរៀបចំរួចរាល់អស់ហើយមានខ្ទឹមសកច្រាំសាច់ជ្រូកកច្រាំត្រីឆ្អើរបុកឲ្យម៉ត់បើសណ្តែកដីវិញយើងដាក់រៀងច្រើនណាហើយយើងបុកវាឲ្យម៉ត់ពេកទេទឹកអំពិលទុំនេះអត់បានត្រងវាទេកាពិកពោតហើយនឹងម្ទេសហុយកាពិផាវឆ្ងាញ់ឬមិនឆ្ងាញ់ស្ថិតនៅលើការដាក់គ្រឿងនេះហើយក៏កាពិផាវនេះយើងត្រូវជ្រើសរើសយកឆ្នាំងដែកដែលក្រាស់និយាយទៅមានឆ្នាំងអស់ក្រាស់ប៉ុណ្ណាដាក់ប៉ុណ្ណឹងយើងដាក់ឆ្នាំងឲ្យក្តៅហើយចាក់ខ្លាញ់ចូលដាក់ខ្ទឹមពងយើងអត់ប្រើភ្លើងខ្លាំងពេកទេយើងប្រើភ្លើងល្មមតែកាលណាប្រើភ្លើងខ្លាំងវាអាចធ្វើឲ្យខ្ទឹមពងរបស់យើងក៏ខ្លោចហើយគ្រឿងក្រៅរបស់យើងហ្នឹងក៏វាលីងទៅវាអត់សូវឈ្ងុយទេវាខ្លោចចឹងណាមើលតែខ្ទឹមរបស់យើងវាឡើងឈ្ងុយហើយយើងចាក់កាពិចូលទៅទាំងអស់កាពិនេះក៏ដូចគ្នាដែរអាហ្នឹងស្រេចលើបងប្អូនទាំងអស់គ្នាលៃណាតែកាលណាបងប្អូនទាំងអស់គ្នាដាក់កាពិច្រើនពេកក៏វាអាចធ្វើឲ្យកាពិផាវរបស់យើងប្រៃដែរអញ្ចឹងយើងដាក់វាមិនល្មមសមជាមួយនឹងសាច់ហើយនឹងសណ្តែកដីរបស់យើងទៅក៏កាពិឲ្យលាយអស់ហើយយើងចាក់សាច់ជ្រូកកច្រាំចូលទៅទាំងអស់បងប្អូនទាំងអស់គ្នាឲ្យក្លិនឈ្ងុយចេញមកបដាហើយពេលកោកាពិផាវនេះបើសិនជាយើងឈោកោវិញឬមួយក៏អោនកោបើគាត់ទៅចូលកេះជាមិនខានទេនិយាយទៅកោវារឿងយូរណាស់តរំតាសាច់ជ្រូកនឹងវាដាច់ទឹកអាហ្នឹងក៏ជាចំណុចសំខាន់ដែលធ្វើឲ្យកាពិផាវរបស់យើងហ្នឹងទុកបានយូរកាពិផាវនេះបើសិនជាបងប្អូនទាំងអស់គ្នាធ្វើហើយទុកនៅក្រៅទុកបានកន្លះខែទៅមួយខែតែបើសិនជាបងប្អូនទាំងអស់គ្នាយកវាទៅដាក់ទូត្រជាក់វិញទុកបាន 3-4 ខែក៏ខូចដែរយើងកូរវាឲ្យឡើងស្ងួតមែនតែនហើយបើយើងចាក់ម្ទេសចូលទៅទាំងអស់ម្ទេសហុយយើងយកអាលេខ1ឲ្យវាហិលល្អកាពិផាវបងប្អូនទាំងនេះចំណាំមើលបើថាបងប្អូនទាំងគ្នាធ្វើអត់ហិលញ៉ាំអត់ឆ្ងាញ់ទេវាបានតែរសជាតិហិលប៉ុណ្ណឹងឬមួយក៏ហិលជាងនឹងទៀតមិនឆ្ងាញ់ញ៉ាំទៅជក់មាត់សាហាវតែម្ដងបងប្អូនដែលធ្លាប់ពិសាកាពិផាវបាត់ដំបងដឹងរសជាតិរបស់វាថាកាពិផាវបាត់ដំបងហិលសាហាវណា
កាពិផាវដែលខ្ញុំធ្វើថ្ងៃនេះមិនមែនរសជាតិហឹរខ្លាំងណាខ្ញុំធ្វើរសជាតិហឹរកដាលទេអត់ហឹរខ្លាំងទេហឹរល្មមដាក់ម្ទេសចូលទៅឈួលសាហាវប៉ុន្តែក្លិនឈ្ងុយវាក៏ឈ្ងុយសាហាវដែរមួយយ៉ាងម្នាក់ទេកាពិផាវហ្នឹងយើងកូរវាធ្វើបិទតវាដាច់ទឹកចឹងណាមិនយើងទុកវាបានយូរហើយបន្ទាប់មកយើងចាក់ទឹកអំពិលទុំចូលទៅទាំងអស់បន្តកូរវារហូតតវាដាច់ទឹកទៀតបានចាក់ត្រីឆ្អើរចូលទៅទាំងអស់ដូចខ្ញុំបានប្រាប់បងប្អូនទាំងអស់គ្នាចឹងយើងអត់ប្រើភ្លើងខ្លាំងទេយើងប្រើភ្លើងល្មមមកព្រោះអីយើងត្រូវចំណាយពេលកូរវាយូរតែកាលណាបងប្អូនទាំងអស់គ្នាបញ្ញាប់ប្រើភ្លើងខ្លាំងណាកាពិផាវរបស់យើងវាឆាប់ស្ងួតទឹកមែនក៏វាឆាប់ខ្លោចដូចគ្នាដែរមើលតកោត្រីឆ្អើរចូលសពហើយបើយើងចាក់ស្ករសចូលអាគ្រឿងក្រៅទាំងអស់ហ្នឹងយើងអាចលៃគ្រឿងថាយើងត្រូវដាក់អានេះម៉ានអានោះម៉ានបានទេអាហ្នឹងវាស្រេចទៅលើថ្វីមាត់របស់យើងភ្លក់ណាបងប្អូនទាំងអស់គ្នាហើយដាក់ប៊ីចេង2ស្លាបព្រាបាយយើងបន្តកូរវាឲ្យលាយគ្រឿងចូលគ្នាទាំងអស់ដាក់គ្រឿងទាំងអស់ហ្នឹងចូលគ្នារួចរាល់អស់ហើយកាពិរបស់យើងនឹងឈ្ងុយមែនតែននិយាយទៅក្លិនគួរឲ្យចង់ញ៉ាំបាត់ហើយបើថាធ្វើកាពិផានឹងម្ដងសោអស់ផ្ទះពេលធ្វើហើយទុកញ៉ាំបានរាប់ខែមើលតែគ្រឿងក្រៅរបស់យើងចូលសក់គ្នាអស់ហើយយើងដាក់សណ្តែកដីចូលទៅទាំងអស់សណ្តែកដីហ្នឹងគ្រឿងចុងក្រោយគេហើយយើងកូរសណ្តែកដីហ្នឹងចូលឲ្យសព្វជាមួយនឹងគ្រឿងរបស់យើងណាបងប្អូនទាំងអស់គ្នានិយាយថាកូរកាពិផាម្ដងឈ្ងុយដល់ត្អិនណោះគ្រឿងធ្វើកាពិទាំងអស់ហ្នឹងសុទ្ធតែសំខាន់ទាំងអស់មិនអាចខ្វះមុខណាបានទេវាជំនួយឲ្យកាពិយើងបន្តិចហ្នឹងកាន់តែឈ្ងុយខ្លាំងណាតែកាលណាខ្វះមុខណាកាពិផារបស់យើងក៏បាត់រសជាតិដើមរបស់វាដែរពេលញ៉ាំទៅមានជាតិល្អដោយសារតែវាមានសាច់ជ្រូកកច្រាមនិងត្រីឆ្អើរច្រើនជាពិសេសសណ្តែកដីក្របហ្នឹងពេលដែលយើងខាំទៅខ្ទិះសាហាវតែម្ដងគ្រឿងក្រៅទាំងអស់ហ្នឹងផ្គប់ផ្សំគ្នាទៅវាធ្វើឲ្យក្លិនកាពិផារបស់យើងឈ្ងុយមហាសែនឈ្ងុយតែម្ដងដាក់ញ៉ាំជាមួយទឹកសក់ក៏ត្រូវជាមួយស្វាយក៏ត្រូវបើថាស្ទើជូរចាំបាច់គូឆ្មាថែមបន្តិចនិយាយរួមទៅវាត្រូវជាមួយនឹងលក់បានច្រើនមុខណាអរគុណច្រើនបងប្អូនអ្នកគ្នាដែលតាមដានវីដេអូនេះរហូតដល់ចប់បាយបាយ